ពួកគាត់សួរខ្ញុំថាពេលរៀបចំឲ្យក្មេងៗម្ដងដាច់បាយដាច់ទឹកអញ្ចឹងមែនភាគច្រើនបានសិស្សតែមួយថ្នាក់ខ្ញុំទេប៉ុន្តែថ្ងៃនេះបានពេញមួយសាលាហ្មងសិស្សឡើង300នាក់ជាងគ្រាន់តែពួកគាត់មកដល់ភ្លាមបែកគ្នាធ្វើការយកហ្មងអត់ហ៊ានសម្រាកដៃទេខ្លះរៀបចំខ្ចប់អីវ៉ាន់ខ្លះទៀតពួកគាត់ចេញទៅបរៀនក្មេងៗពីការលាងសម្អាតដៃនិងណាម៉ៃខ្លួនប្រាណហើយមានឆ្លើយសំណួរយករង្វាន់ទៀតកូនសិស្សខ្ញុំដឹងថាឆ្លើយសំណួរបានរង្វាន់អញ្ចឹងអត់ចេះក៏លើកដៃដែរពួកខ្ញុំសប្បាយចិត្តមែនតើហើយសិស្សខ្ញុំដឹងតាំងពី3ថ្ងៃមុនគាត់ត្រៀមចិត្តត្រៀមកាយហើយស្រាប់ហ្មងអត់ហ៊ានអវត្តមានទេសិស្សខ្លះសុំច្បាប់សម្រាកតែដល់ពេលដឹងថាមានបងក្រុមការងារគាត់ចូលមកចែកសម្ភារៈអញ្ចឹង cancel ការឈប់សម្រាកវិញការងារសប្បុរសនេះគឺលោកពូ CEO ក្រុមហ៊ុនក្លិនជាអ្នកដឹកនាំចុះមកផ្ទាល់តែម្ដងគាត់ថាចង់ឲ្យក្មេងៗបានញ៉ាំសាំងវិចស្រស់ដែលធ្វើភ្លាមគាត់សុខចិត្តចំណាយពេលមកធ្វើដោយផ្ទាល់ដៃអត់ខ្ចប់មកពីភ្នំពេញស្រាប់ទេម្យ៉ាងទៀតពីដើមគាត់ជាអ្នកជំនាញធ្វើសាំងវិចនៅប្រទេសក្រៅទៀតត្បិតថាគ្នាច្រើនមែនប៉ុន្តែទាំងពួកគាត់លោកគ្រូអ្នកគ្រូនិងអ៊ំចុងភៅនៅសាលាអត់ហ៊ានសម្រាកដៃទេញាប់ដៃញាប់ជើងហ្មងហើយគ្រប់គ្នាសុទ្ធតែអត់បានញ៉ាំអាហារពេលព្រឹកទាំងអស់ពួកគាត់ចេញពីភ្នំពេញមកតាំងពីម៉ោង6ព្រឹកដល់ពេលស្រូតមកដល់កន្លែងចាប់ផ្ដើមធ្វើការយកហ្មងសឹងថាអត់មានពេលបាននិយាយជម្រាបសួរគ្នាពួកគាត់សួរខ្ញុំថាពេលរៀបចំឲ្យក្មេងៗម្ដងដាច់បាយដាច់ទឹកអញ្ចឹងមែនសាំងវិចស្រស់300ប្រអប់ជាងហើយមានប្រអប់ដាក់សាប៊ូលាងដៃទឹកសាប៊ូមានសាប៊ូកក់សក់និងទឹកដោះគោសម្រាប់ក្មេងៗទៀតពួកខ្ញុំពិតជាអរគុណដល់ក្រុមហ៊ុនសាប៊ូក្លិនមែនទែនដែលបាននាំយកសម្ភារៈទាំងអស់នេះមកកាន់សាលារបស់ពួកយើងរបស់ញ៉ាំនិងសម្ភារៈរៀបចំនៅកន្លែងរោងបាយចំណែកក្មេងៗកំពុងរៀននិងលេងល្បែងនៅមុខសាលាពេលដែលរួចរាល់អស់ជូនទៅដល់មុខពួកគាត់ញញឹមបិទមាត់អត់ចិត្តទេម្នាក់បានទាំងរបស់ញ៉ាំហើយបានទាំងសម្ភារៈទៀតចំណែកលោកពូ CEO គាត់អត់អស់ចិត្តទេចង់បរៀនក្មេងៗពីរបៀបធ្វើសាំងវិចហើយក្មេងៗក៏អត់ដែរឃើញម្នាក់ឈរមើលចំហមាត់ហ្មងហើយនាយកលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់មានតែមេរៀនដៃ10គោរពអរគុណនិងជូនពរដល់ក្រុមហ៊ុនឲ្យដំណើរការបានល្អមានអតិថិជនកាន់តែច្រើនអរគុណច្រើនបាយ